Rú xong xung môi nó pe terrain lịch tức là pe piថ្ងៃតើមានបញ្ហាអ្វីអត់លិចទឹកកុំថាឡើយ2ថ្ងៃសូម្បីតែ1នាទីក៏មានបញ្ហាដែរប៉ុន្តែលិចយូរមានបញ្ហាធ្ងន់ធ្ងរលិចឆាប់មានបញ្ហាស្រាលតែឲ្យតែពាក្យលិចទឹកឲ្យអត់បញ្ហាគឺអត់មានអញ្ចឹងបញ្ហាជាអ្វីបញ្ហាចម្បងគេបំផុតខ្សោយសមត្ថភាពរបស់ឫសដំបូងបំផុតទោះបីជាលិចក្នុងពេលណាមួយក៏ដោយឲ្យតែមានពាក្យថាទឹកលិចស្មើនឹងឫសដាច់ខ្យល់មួយអន្លើលិចកាន់តែយូរដាច់ខ្យល់កាន់តែយូរលិចកាន់តែយូរមែនទេដាច់ខ្យល់និរន្តរ៍តែម្ដងអញ្ចឹងសរុបន័យមករាល់ការលិចទឹកត្រូវតែប៉ះពាល់ដល់ដំណើរការលូតលាស់របស់តរ៉េនដោយចំពោះតែម្ដងតិចច្រើនអាស្រ័យទៅលើពេលវេលានៃការលិចទឹកអញ្ចឹងបើអាចព្យាយាមកុំឲ្យលិចទឹកបើអាចព្យាយាមកុំឲ្យតរ៉េនយើងលិចទឹកតែប្រសិនបើយើងដឹងថាតរ៉េនយើងលិចទឹកដំបូងដែលយើងទៅធ្វើអ្ហ្មិចទីមួយយើងដឹងកំសោយឬកាត់ឡើងដោយសារឫសចាប់ដើមបាត់អុកស៊ីសែនបន្ទាប់ទៀតយើងគិតដឹងទៅជួយឫសហេអត់តន់ត្រូវទេជួយឫសអត់តន់ត្រូវទេត្រូវទៅគ្រប់គ្រងការដោះដូរកញ្ចុងអញ្ញងឬក៏គេហៅថាការគ្រប់គ្រងបន្ទុករបស់វាគេហៅធនាគារសេផនដីណាអញ្ចឹងតែកាលទឹកលិចធ្វើឲ្យចរន្តដីហ្នឹងបាត់សមត្ថភាពនៃការដោះដូរចរន្តអស់ហ្នឹងហើយអញ្ចឹងយើងត្រូវធ្វើម៉េចបាច់កបោទៅសម្រួលវាសិនទឹកលិចយូរឆាប់ក៏ដោយឲ្យតែមានទឹកលិចត្រាំនៅនគល់ត្រាំនៅប្រព័ន្ធឬផនតរ៉េដំបូងបំផុតគឺយើងបាច់កបោអាហ្នឹងបើលិចរយៈពេលខ្លីលិចរាក់លិចខ្លីបាច់កបោមុនសិនតែប្រសិនបើលិចទឹករៀងជ្រៅបន្តិចហើយរៀងប្រើពេលយូរបន្តិចអ្វីដែលយើងត្រូវធ្វើមុនគេគឺលាងសម្អាតកំអែលដីសិនលាងសម្អាតរបបភក់ដែលមកតាមដីនឹងសិនលាងសម្អាតសម្រាមដែលអណ្ដែតមកតាមទឹកនឹងសិនទៅលាងអានឹងឲ្យអស់សិនហើយសឹមយើងទៅប្រើកបោគ្រប់គ្រងការប្រែប្រួលសមាសធាតុនៅក្នុងដីរងចាំឲ្យដីស្ងួតបានវាចាប់ដើមដំណើរការសាជាថ្មីចាំយើងធ្វើពី1ទៅ2ទៀតទៅជួយឬទៅប្រើថ្នាំបង្ការកម្ចាត់ផ្សិតអីចឹងទាំងឡាយទាំងពួងហ្នឹងទៅចាំពេលហ្នឹងយើងធ្វើតាមតនៈចឹងទៅតែអ្វីដែលសំខាន់គឺប្រសិនបើទឹកលិចជ្រៅទឹកហូរពីលើចូលមកក្នុងចំការយើងដែលវានាំកំអែលភក់របបចូលមកគ្រប់ដណ្ដប់តំបន់ឬផងយើងត្រូវតែមានការលាងសម្អាតទាំងសម្រាមដែលមកតាមទឹកសម្អាតទាំងរបបភក់ដែលមកតាមទឹកនឹងសម្អាតដោយវិធីបាញ់ទឹកធម្មតាទៅឲ្យលបើកលបុកផប់នឹងចេញទៅហើយចាំយើងបាច់កបោបាទអញ្ចឹងសំណួរមានច្រើនហើយឆ្លើយអត់តអត់ទេប៉ុន្តែតំបន់ខ្ញុំលិចទឹកប៉ុន្តែលិចត្រឹម2ថ្ងៃទេអូខេលិចប៉ុណ្ណាក៏នៅតែមានប៉ះពាល់ដែរហើយបន្ទាប់នេះគេគិតទៀតគិតរឿងទឹកនឹងឬក៏ទឹកមានចរន្តប្រសិនបើលិចដោយអំណាចទឹកនឹងគ្រោះថ្នាក់ធំជាងទឹកដែលមានចរន្តមានទឹកហូរនិងទឹកនឹងប្រសិនបើទឹកលិចដោយទឹកនឹងអត់សូវមានបញ្ហាខ្លាំងប្រហែលទេប្រសិនបើទឹកលិចហើយទឹកនឹងមានបញ្ហាខ្លាំងជាងទឹកលិចដែលទឹកមានទឹកហូរអត់សូវមានបញ្ហាខ្លាំងគួរបាច់កបោអ្វីគឺកបោកសិកម្មយើងរាល់ថ្ងៃយើងកបោកសិកម្មគេមានលក់ហៅថាកបោកសិកម្មដូចជាក្រុមហ៊ុនអីគេក្រុមហ៊ុន PN អញ្ចឹងលក់កបោកសិកម្មឬក៏ដូឡូម៉ៃបើបងប្អូនអាចទិញដូឡូម៉ៃបានក៏ប្រើដូឡូម៉ៃចោះហើយខ្ញុំវីដេអូខ្ញុំល្ងាចមិញខ្ញុំផុសនៅចការខ្ញុំដោយសារម្សិលមិញទឹកចការខ្ញុំមិនមែនម្សិលមិញថ្ងៃហ្នឹងហ្មងលិចទឹកភ្លៀងរៀបភ្លឺហ្នឹងទឹកលិចត្រឹមក្បាលជង្គង់តំបន់ទីតាំងខ្លះប៉ុន្តែលិចដោយអត់យូរទេប៉ុន្តែក៏មិនក្រោម1ម៉ោងដែរប៉ុន្តែខ្ញុំដាក់ម៉ាស៊ីនបូមទឹកបន្ថែមហេតុអីមកខ្ញុំត្រូវដាក់ម៉ាស៊ីនបូមទឹកបន្ថែមដោយសារចំការខ្ញុំនៅចំកណ្ដាលខ្ញុំអត់អាចកាប់បន្លាយឆ្លងដីគេបានទេអញ្ចឹងកន្លែងតាពាំងមួយហ្នឹងខ្លាចជាថ្នក់អញ្ចឹងទីតាំងហ្នឹងគឺខ្ញុំដាក់ម៉ាស៊ីនតាំងពីឆ្នាំទៅមិញរួចហើយខ្ញុំកាប់ប្រឡាយវាខ្ញុំកាប់ធ្វើជាកន្លែងស្តុកទឹកមួយសម្រាប់ឲ្យមានសមត្ថភាពបូមចេញធ្វើរួចហើយប៉ុន្តែខ្ញុំគិតថាដោយសារអ្នកនៅចំការខ្ញុំគាត់ធ្វេសប្រហែសនៅពេលដែលមានភ្លៀងរៀបភ្លឺហ្នឹងគាត់កំពុងគេងស្រួលគាត់អាចបានទៅមើលថាទឹកហ្នឹងវាចាប់ដើមឡើងពេញព្រៀបហើយដែលត្រូវទៀមទាឲ្យយើងបូមចេញតែគាត់អត់បូមចេញគាត់ទុកពេលយូរពេកដែលហេតុទឹកលិចព្រឹកឡើងមកគាត់ទៅឃើញបានគាត់ចាប់ដើមបូមចេញហើយហេតុអីបានចការខ្ញុំទៅទឹកលិចមកកន្លុកហ្នឹងដោយសារចំការគេជុំវិញហ្នឹងគេនៅទីទួលខ្ពស់ជាងខ្ញុំអានឹងទី1ទី2យើងអត់អាចកាយបលាយរំដោះទឹកចូលទៅក្នុងចការគេបានទេនេះជាសិលធម៌នៃអ្នកសកម្មអញ្ចឹងខ្ញុំសុខចិត្តបូមនឹងម៉ាស៊ីនបរហូរទៅរកអូតែម្ដង
បើខ្ញុំកាប់តរអូវាឆ្ងាយពេកឆ្ងាយតែមែនទែនដែលជាហេតុធ្វើឲ្យយើងអាចពិបាកក្នុងការកាត់ជ្រៅពេកវាឡើងទួលអញ្ចឹងទៅអូខេអញ្ចឹងមានតែប៉ុណ្្នឹងចុះពាក់ព័ន្ធជាមួយនឹងទឹកលិច